ក្នុងព្រះពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធទូលមានទេវតាមនុស្សទេវតាឡាយអំពីហេតុផលពុទ្ធសាសនាជាសាសនាដែលជឿហេតុផលអ្វីដែលមិនមានហេតុផលព្រះពុទ្ធជាបរមគ្រូលោកបដិសេធមិនអោយទទួលកាន់យកទេបងនេះទី1ដែលព្រះអង្គទៅជួបបរិស័ទគឺពីយល់ចឹងទី2ព្រះអង្គប្រាប់ពីសេចក្តីពេទ្យសេចក្តីពេទ្យគឺកើតចាស់ឈឺស្លាប់នៅប្រកាន់ណាស់បងកុំអត់ភ្លេចហើយសេចក្តីពេទ្យមួយទៀតគឺសច្ចធម៌4គឺសេចក្តីទុក្ខជារបស់ពេទ្យហេតុដែលនាំឲ្យកើតទុក្ខគឺជារបស់ពេទ្យបានដល់តណ្ហាបានលោកយល់ពីរំលត់ទុក្ខមុននឹងរត់ទុកបានតែមានផ្លូវបដិបត្តិដើម្បីរំលត់ទុកគឺមជ្ឈិមាបដិបទាអថង្គិកមិលោកប្រាប់ផលមុនបានប្រាប់ហេតុក្រោយកន្លែងខ្លះលោកប្រាប់ហេតុមុនប្រាប់ផលក្រោយនេះសម្រាប់ពុទ្ធសាសនាទី3ព្រះអង្គទូលមានមនុស្សនឹងកុំឲ្យធ្វើអំពើបាបអកុសលកម្មឲ្យសាងកុសលកម្មពុទ្ធសាសនាសំដែងតែពីរណាតែកាលណាប្រព្រឹត្តអំពើអាក្រក់នឹងបានទទួលផលអាក្រក់ហើយព្រោះនោះហេតុវាអាក្រក់ផលឲ្យមកអាក្រក់សហេតុផលឲ្យប្រព្រឹត្តអំពើជាកុសលគឺអំពើល្អយើងធ្វើល្អនឹងបានផលល្អដល់មកយើងនេះលោកហាមអញ្ចឹងណែនាំយើងអញ្ចឹងរួចកែហេតុទេទៅកែផលកែអត់បានในពុទ្ធសាសនាព្រាបឧមាទៅញោមប្រព្រឹត្តអំពើអាក្រក់ហើយនឹងធ្លាក់ទៅកាន់អបាយភូមិទៅដោះនរកនោះមិនរួចទេផលដោះអត់រួចទេបើចឹងលោកកែហេតុកុំឲ្យយើងប្រព្រឹត្តអំពើអាក្រក់គ្រប់គ្នាឲ្យប្រព្រឹត្តអំពើល្អដើម្បីទទួលផលល្អទី4ឲ្យយើងបំបត្តិមិច្ឆាទិដ្ឋិសេចក្តីយល់ខុសរបស់យើងណាបើមិច្ឆាទិដ្ឋិនេះទោសធ្ងន់ជាងអីទាំងអស់ផងដោយជាយោមញាតិពុទ្ធបរិស័ទមានជំនឿថាមនុស្សស្លាប់ហើយមិនកើតទៀតទេហ្នឹងមិច្ឆាទិដ្ឋិធ្វើបុណ្យក៏បានបុណ្យធ្វើបាបក៏បានបាបម៉ែឪក៏គ្មានគុណលោកខាងមុខក៏គ្មានឋាននរកក៏គ្មានទេវតាក៏គ្មានអានឹងមិច្ឆាទិដ្ឋិធំយើងមើលមិនឃើញមែនតែព្រះសម្មាសម្ពុទ្ធលោកទ្រង់ជ្រាបលោកប្រាប់យើងត្រូវមានជំនឿជឿលោកតថាគតពោធិសទ្ធាយើងពុទ្ធបរិស័ទត្រូវជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធលោកប្រាប់អីស្អីរឿងពេកអត់រឿងអីដែលភូតភូយើងទេសូមឲ្យយើងមានជំនឿវិញសទ្ធាប្រែថាការជឿនេះបើញោមគ្មានបញ្ញាទេលិវាថាអីក៏ជឿដែរស្អីក៏ជឿបារមីអរៈអ្នកបុណ្យណាក៏ចេះតែជឿទាំងអស់នេះបញ្ញាពុទ្ធលោកសំដែងថាតើតែមានបញ្ញាផងតើមានបញ្ញាអបនឹងសទ្ធាផងបានសេចក្តីជឿរបស់យើងនោះវាត្រឹមត្រូវឬបើអ្នកមានតែបញ្ញាទេអត់មានសទ្ធាទេក៏ខុសដែរបងបញ្ញាយើងមើលតែស្អីភ្នែកមើលឃើញតែមើលមិនឃើញយើងអត់ជឿព្រោះដូចម៉ែឪមានគុណធ្វើបុណ្យមិនបានបុណ្យធ្វើបាបមិនបានបាបលោកខាងមុខគ្មានអីហ្នឹងអានឹងមានតែបញ្ញាព្រោះយើងជឿតែរបស់ណាដែលយើងមើលឃើញតែរបស់មើលមិនឃើញយើងបដិសេធអត់ជឿទេម្ល៉េះហើយពុទ្ធលោកសម្ដែងថាបញ្ញានិងសទ្ធាត្រូវតែកើតព្រមគ្នាទាំងពីរហ្នឹងបានយើងជឿនោះវាត្រឹមត្រូវព្រោះថាបញ្ញានិងសទ្ធាធៀបដូចប្តីប្រពន្ធវាបែកគ្នាអត់បានទេត្រូវតែកើតព្រមទាំងពីរចឹងនឹងសូមឲ្យយោមញាតិពុទ្ធបរិស័ទនឹងជ្រាបបានទី5ព្រះអង្គប្រាប់ផ្លូវបដិបត្តិគឺអថង្គិកមិជាផ្លូវរំដោះខ្លួននឹងចេញពីសេចក្តីទុក្ខ
ទុកក្នុងបច្ចុប្បន្នទុកក្នុងបរៈលោករហូតដល់ព្រះនិព្វានយើងឆ្លងផុតទៅបាននឹងព្រះអង្គប្រាប់ផ្លូវបដិបត្តិហើយពុទ្ធសាសនានេះជាសាសនាដែលបង្រៀនឲ្យមនុស្សធ្វើការទេបងញោមគុំទៅបានស្រាន់ពូនសូមសមឲ្យនរណាជួយអត់បានប្រយោជន៍អីទេអត់បានប្រយោជន៍អីទេសុំក៏សុំទៅប៉ុន្តែឃើញរបស់ដែលយើងសុំនោះកាន់យកអីមកឲ្យយើងអត់មានទេបងពុទ្ធអត់ឲ្យជួយហើយពុទ្ធជាបរមគ្រូលោកមិនឲ្យតម្លៃទេវតាទេលោកឲ្យតម្លៃមនុស្សព្រោះមនុស្សជាហេតុបើមិនមានញោមញាតជ្រះថ្លាក្នុងទានក្នុងសិលទេទេវតាក៏អត់មានដែរណាទេវតាទៅពីមនុស្សដែលធ្វើល្អទៅកើតជាទេវតាទៅកើតជាព្រហ្មទៅពីមនុស្សទាំងអស់នេះជាពុទ្ធដីកាបានព្រះអង្គលោកសម្ដែងថាចិត្តរបស់មនុស្សមាន4កម្មាវចរកុសលចិត្តរូបាវចរកុសលអរូបាវចរកុសលលោកុត្តរចិត្តកម្មាវចរកុសលចិត្តគឺចិត្តញោមញាតទាំងអស់គ្នាណាដែលជាមនុស្សមានសទ្ធាជ្រះថ្លានឹងទាននឹងសិលហើយប៉ុន្តែវាជាប់ជំពាក់នឹងកម្មគុណ5ប្តីប្រពន្ធកូនចៅទ្រព្យសម្បត្តិនៅជាប់ជំពាក់ចិត្តទី1ដល់អស់ជីវិតទៅកើតក្នុងឆកម្មាវចរសួគ៌ទេវតាក៏ជាប់ក្នុងកម្មគុណដែលយើងដែរយកទៅដែរចិត្តទី1ចិត្តទី2រូបាវចរកុសលចិត្តលោកអ្នកចម្រើនសមាធិញ៉ាំងចិត្តរបស់ខ្លួនឲ្យរួចចាកអំពីកិលេសចិនកណ្ដាលដែលវាស្រោបចិត្តយើងសប្តាហ៍ថ្ងៃអត់មានឯករាជ្យទេណាញោមញាកិលេស5វាស្រោបចិត្តធ្វើអីតាមណានឹងឯកបជាទៅមានលោភៈទោសៈនៅក្នុងចិត្តវាអត់ឯករាជ្យនៅក្រោមបញ្ជាដូចក៏ខ្មែរនៅក្រោមអាណានិគមបារាំងចឹងខ្មែរយើងមានធ្វើឲ្យបានដល់បារាំងឲ្យធ្វើអត់ធ្វើនេះធៀបឧបមាដល់លោកអ្នកចម្រើនសមាធិញ៉ាំងចិត្តលោកឲ្យប្រព្រឹត្តទៅក្នុងអបណាសមាធិបឋមឈានណាចិត្តរួចចាឲ្យចិត្តមានពលឺភ្លឺស្វាងល្អចេះឯករាជ្យធ្វើអីទៅតាមចិត្តដែលឯករាជ្យប្រកបដោយកុសលហើយកាលណាកើតអបណាសមាធិអកិលេស5ចិនកណ្ដាលនោះវាទ្រោមរលត់ទៅកើតកុសលដល់ជំនួស5វិតកវិចារៈបៃតិសុខៈឯកកថាជំនួសអកុសល5កើតក្នុងចិត្តអ្នកដែលចម្រើនក្នុងរូបាវចរកុសលចិត្តនេះមានទី1ទី2ទី3ទី4ទី5ឈានបញ្ញមឈាន5ដល់អស់ជីវិតទៅកើតក្នុងឋានព្រំតាមលំដាប់អ្នកណាចម្រើនបានឈានទីប្រមាណកើតក្នុងព្រំមានរូប16ជាន់នេះសម្រាប់លោកអ្នកដែលចម្រើនសមាធិដែរប៉ុន្តែលោកមិនយករូបមកជាទីតាំងទេដោយលោកចម្រើនយកអាកាសល្អដែរមកទីតាំងភាវនាថាអាកាសអនន្តោអាកាសអនន្តោទីដែលរហូតហើយគ្មានអីមកក្នុងចិត្តដល់បានសម្រេចឈានទៅបានសម្រេចអរូបឈាន4ខ្ពស់ជាងរូបឈានពួកនឹងដល់អស់ជីវិតទៅកើតក្នុងឋានព្រំមានរូបអត់រូប4ជាន់ព្រំទាំងមានរូបទាំងអត់រូប20ជាន់ដូចព្រះព្រំគ្មានភេទជាស្រីជាប្រុសអីទេព្រំអត់បរិភោគម្ហូបអាហារដូចទេវតាឆកាមាទេគឺបៃតិនឹងជួយទ្រទ្រង់ជីវិតព្រំនឹងឲ្យរស់នៅបានព្រោះបៃតិដំណាក់ចិត្តឲ្យចម្រើនទៅក៏បៃតិលោកសំដែងព្រំក្នុងពុទ្ធសាសនានិងព្រំក្នុងសាសនាព្រាហ្មណ៍ខុសគ្នាណាញោមកុំច្រឡំគ្នាព្រំក្នុងសាសនាព្រាហ្មណ៍ភេទប្រុសមានប្រពន្ធទៀតឈ្មោះនាងសារស្វតីមានកូន3ប្រុស2ស្រី1កូនប្រុសឈ្មោះតិស័ក1ភេទរពុ1ស្រីឈ្មោះនាងសន្តិយាខុសគ្នាកុំឲ្យច្រឡំនេះព្រំក្នុងទេវតាក្នុងឋានពុទ្ធសាសនាគ្មានរូបទេមានភេទគ្មានភេទទេបងវាសូមឲ្យយល់ញាតកុំឲ្យច្រឡំគ្នាសោះបងដូចចិត្តថ្នាក់ទី4គឺលោកុត្តរចិត្តលោកុត្តរចិត្តគឺ
ចិត្តរបស់ព្រះសម្មាសម្ពុទ្ធព្រះអរហន្តទាំងឡាយលោកកតរចិត្តបានន័យថាលោកកំចាត់កិលេសអស់ហើយដោយព្រះសម្មាសម្ពុទ្ធថាព្រះអង្គមានវិសុទ្ធិលោកជំរះកិលេសចេញអស់ពីកាយព្រះអរហន្តក៏ដូចគ្នាហើយនិព្វានកិលេសប៉ុន្តែខណ្ឌលោកនៅមិនទាន់និព្វានទេញោមញាតិគិតមើលទេវតាប្រអិនប្រព្រំក្តីព្រះសម្មាសម្ពុទ្ធព្រះអរហន្តមានទៅណាខុសពីមនុស្សខ្ញុំក៏មកដែរបើពុទ្ធលោកមិនអោយតម្លៃទេវតាអោយតម្លៃមនុស្សនាំមនុស្សឲ្យធ្វើល្អបានទៅកើតក្នុងសុគតិភពទាំងអស់អូនេះជាពុទ្ធសាសនាប៉ុន្តែមិនមែនបដិសេធមិនទទួលស្គាល់ទេវតាប្រអិនប្រព្រំទេណាញោមញាតិទទួលស្គាល់មកយើងតែនិមន្តព្រះសង្ឃទៅចម្រើនបរិត្តអីតែប្រកាសអញ្ជើញទេវតាឲ្យមកស្ដាប់នៅក្នុងព្រះបរិត្តមុននឹងសូត្រព្រះសង្ឃលោកប្រកាសសមន្តាចក្រវាលេសូអត្រាកឆន្តុទេវតាសធម្មមនីរាជាសក្សនន្តោថាទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយដោយជំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះដើម្បីនឹងស្ដាប់នៅព្រះសុធម្មជាធ្វើឲ្យនៅសួគ៌នឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណប្រកាសរាប់អានដែរបងយើងរាប់អានទេវតាមានថាបដិសេធមិនអោយតម្លៃមិនទទួលស្គាល់ថាអត់មានទេគឺមានបងគឺយើងធ្វើបន់ធ្វើកុសលអីដោយពលី5ក្នុងពលីទី5ហ្នឹងថាបើយើងធ្វើបន់កុសលត្រូវឧទ្ទិសកុសលផ្សាយជូនដល់ទេវតាផលលោកត្រេកអរទទួលកុសលហ្នឹងខ្ញុំក៏មកចាស់យើងមនុស្សต้องផ្សាយបន់ទៅឲ្យទេវតាខ្ញុំសូមឲ្យញោមញាតិជ្រាបចឹងព្រោះញោមញាតិរសាតសិល5ឲ្យតែជាប់ទៅថាមនុស្សទេវញោមមានឋានៈស្មើទេវតាថាសមភាពស្មើនឹងគ្នារាប់អានគ្នាទៅវិញទៅមកមនុស្សដែលមានសិល5មានធ្វើកតញ្ញូទាំងអស់នោះដែលទេវតាលោករសាមិនចាំញោមទៅហៅលោកទេភូមិទេវតាឲ្យនៅក្បែរជុំវិញឃើញអូដល់នោះមនុស្សល្អឃើញមនុស្សពីអាក្រក់កាចយងក្នុងអីដើរមកជាតិលោកផ្នែកលោកបញ្ជាមិនទាំងឲ្យញោមដឹងខ្លួនបាត់ឲ្យអត់ឲ្យដើរចំញោមទេញោមអត់ដឹងខ្លួនទៅលោករសាទេសំដូចជាពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងតែបើអ្នកឯងចង់ឲ្យទេវតាជួយសូមឲ្យអ្នកឯងជួយខ្លួនឯងមុននឹងពុទ្ធដីកាលោកសម្ដែងចឹងជួយខ្លួនយើងមិនគឺធ្វើល្អយើងជាបុគ្គលមានទានមានសិលមានធ្វើកតញ្ញូធ្វើសេចក្តីល្អខ្លួនយើងនៅទេវតាត្រូវតែជួយយើងដោយយើងមិននឹងខ្លួនផងនេះពុទ្ធលោកសម្ដែងហ្នឹងចឹងខ្ញុំចង់ឲ្យទេវតាជួយខ្លួនឯងសិនទៅខំធ្វើទានធ្វើសិលទេវតារសាបើយើងប្រព្រឹត្តអាក្រក់ហើយទេវតាណាមកចិត្តយើងញោមហៅល្មិចកំដែនមកចិត្តយើងទេវតាណាទៅជួយចោលជួយពេជ្ជឃាតមនុស្សអាក្រក់ពួកនោះលោកជាចេញឆ្ងាយអត់ដែលវាទេថែរក្សាតែមនុស្សដែលជាសពបរោះនឹងបណ្ណាចាសំសម្ដែងបណ្ណាចុកត្រូវទៅទេសនាប៉ុនគេនឹងទៀតមនឆាន់យ៉ាបាក់ណាទៅទេសនាឲ្យគេលេតឥឡូវគេប្រើជាងទូឈ្នួលទៀតតែមិនចេះតស៊ូថាទៅប្រាប់ញោមញាតិឲ្យស្គាល់ពីពុទ្ធសាសនាហ្នឹងបើទៅគ្រប់ខេត្តឲ្យទៅប្រាប់ពីពុទ្ធសាសនាថាពុទ្ធសាសនាហ្នឹងដែរបង្ហាញញោមញាតិញោមបំពេញកុសលហើយថាប្រកបដោយចេតនា3យ៉ាងមួយពុព្វចេតនាទី2មញ្ញនចេតនាទី3អបរាបរចេតនាមិនពុព្វចេតនាញោមត្រេកអរខាងដើមចង់ធ្វើទានទៅអីត្រេកអរមិនទាន់បានលះទ្រព្យទេត្រេកអររីករាយសប្បាយម្ដងបានប៉ុនមុនគេអត់ទាន់លះទ្រព្យទី2មញ្ញនចេតនាត្រេកអរក្នុងពេលដែលយើងលះទានហ្នឹងប្រគល់ឲ្យទៅបដិគិហកៈយើងត្រេកអររីករាយក្នុងពេលដែលកំពុងលះទានសប្បាយនឹងបានប៉ុនម្ដងទៀតតើធ្វើទានរួចហើយកសាងឲ្យរួចចប់ទៅក៏ហើយ
អបរាបរចេតនាត្រេកអរខាងក្រោយនឹងបានបន់ទៀតឬអបរាបរចេតនាមិនញោមនឹកតែម្ដងទេណាថ្ងៃណាក៏ដោយមួយជីវិតញោមឲ្យតែនឹកឃើញទៅអញបានធ្វើកឋិនធ្វើការប្រាក់សាងក៏តែនឹកឃើញទៅបានបន់ទៅតែគណៈដែលនឹកយល់ហើយញោមណាព្រោះញោមមានជំងឺរោគគេចឹងក៏ទៅគិតស្អីក្រៅពីនោះសោកឲ្យគិតពីបន់ពីកុសលរបស់ខ្លួនស្អាតនេះអបរាបរចេតនាខាងក្រោយយមនឹកពេលណាថ្ងៃណាគឺបានបន់មិនសូវជួយអរប៉ុណ្ណឹងយកតែតោះ អរគុណ